ជំរាបសួរអ៊ំមានទាំងអស់គ្នាថ្ងៃនេះនឹងខ្ញុំមកអានអំពីអំណាចរបាំត្រុដិជារបាំប្រពៃណីមួយបែបរបស់ខ្មែរយើងដែលមានតាំងពីបុរាណកាលមកម្ល៉េះគេលេងរបាំនេះតែនៅពេលបុណ្យចូលឆ្នាំខ្មែរប៉ុណ្ណោះតាមសេចក្តីឲ្យការជាចម្រើនរបស់សមាជិកឆ្លើយឆ្លងនៃក្រុមជំនុំទំនៀមទម្លាប់នៅក្នុងខេត្តសៀមរាបនិងបាត់ដំបងគេលេងរបាំនេះដើម្បីប្រសិទ្ធិសពសាធុការពោជួនអ្នកស្រុកក្នុងឱកាសឆ្នាំថ្មីឈ្មោះត្រុដិជាពាក្យដើមមកពីភាសាសំស្ក្រឹតប្រែថាផ្ដាច់ឬកាត់ផ្ដាច់គឺសំដៅដល់ការផ្ដាច់ឆ្នាំថ្មីឬការកាត់ផ្ដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីសប្តាហ៍ថ្ងៃមានព្រះរាជពិធីមួយហៅថាត្រឹសង្ក្រាន្តត្រូវបានប្រារព្ធធ្វើជាប់រហូតជួនកាលតាមទម្លាប់របស់អ្នកស្រុកគេលេងរបាំនេះនៅពេលប្រារព្ធពិធីសុំទឹកភ្លៀងគ្រាដែលអ្នកស្រុកទេសមានការរាំងស្ងួតជាច្រើនថ្ងៃខែកាលពីជំនាន់បុរាណរៀងរាល់ពេលបុណ្យចូលឆ្នាំជនជាតិសម្រែបាននាំគ្នាទៅលេងថ្វាយព្រះរាជាដើម្បីថ្វាយព្រះពរសិរីសួស្តីមង្គលហេតុនេះហើយបានជាមានទម្លាប់លេងតែនៅពេលចូលឆ្នាំរហូតដល់ឥឡូវនេះតាមការអធិប្បាយមកនេះយើងឃើញថាគេលេងរបាំត្រុដិតាមជំនឿតាមទំនៀមទម្លាប់និងតាមការចូលចិត្តរបស់អ្នកស្រុកតែប៉ុណ្ណោះឯងប៉ុន្តែការសង្កេតនាពេលបច្ចុប្បន្នវិញបង្ហាញថាអ្នកភូមិយករបាំនេះជាមធ្យោបាយជួយសម្រាលដល់សេចក្តីត្រូវការជាច្រើនខាងគ្រឿងសក្ការៈបូជាចំពោះសាសនាផងនិងខាងផលប្រយោជន៍សាធារណៈផងដោយសារគោលបំណងនេះទើបអ្នកលេងត្រុដិពុំដែលយកអ្វីជាប្រយោជន៍ផលផ្ទាល់ខ្លួនវងត្រុដិតែងយកលុយកាក់ទៅតម្កល់សម្រាប់វត្តអារាមណាដែលនៅជិតភូមិខ្លួនដើម្បីជួយកសាងឬជួសជុលព្រះវិហារកុដិសាលាឬកំពែងតាមសេចក្តីត្រូវការគេយកប្រាក់កាក់ខ្លះទៀតដែលនៅសេសសល់ធ្វើបុណ្យបន្តដូចជានិមន្តលោកឆាន់ឬដាឆ្លងជាដើមក្រៅពីពេលចូលឆ្នាំនិងក្រៅពីរដូវសម្ដែងត្រុដិជាប្រពៃណីអ្នកលេងត្រុដិទាំងអស់ប្រកបរបរធម្មតារៀងខ្លួនពុំបានយកសិល្បៈត្រុដិធ្វើជាអាជីវកម្មប្រចាំថ្ងៃជាប់លាប់នោះទេឥឡូវនេះខ្ញុំសូមថ្លែងអំណរគុណជាច្រើនចំពោះអស់ពុកម៉ែទាំងអស់គ្នាដែលបានចំណាយពេលវេលាដែលមានតម្លៃមកស្ដាប់នេះខ្ញុំអានអំណាចចំណងជើងរបាំត្រុដិពីដើមដល់ចប់នេះខ្ញុំសូមអរគុណនិងសូមជម្រាបលា